ចឹងយើងមើលមួយជុំនៃប្រាសាទដំរីនេះនៅក្នុងបរិវេណខាងក្នុងនេះគឺជារូបដំរីដែលត្រូវបានបាក់បែកខូចដោយអាយុកាលហើយនេះគឺជាតោបាទរូបតោដែលធ្លាក់មកពីខាងលើនេះចឹងគឺធ្លាក់មកខាងក្រោមគឺបាក់បែកអស់បាទនេះគឺជាប្រាសាទខ្ទុំអូខេនេះគឺជាប្រាសាទខ្ទុំចឹងមុននឹងយើងចូលទៅដល់ប្រាសាទដំរីគឺយើងត្រូវឆ្លងកាត់ប្រាសាទខ្ទុំប្រាសាទខ្ទុំហើយប្រាសាទដំរីសាងសង់សតវត្សទី10រាជកាលរាជព្រះបាទជ័យបរមានទី4អូទៅថ្វាយព្រះអត់សូរប្រាសាទដំរីមានទួននៅបាត់មួយសងពីអត់ប៉ាអើយបាត់បានរៀនតាមើលអានថាម៉េចមួយនឹងទិសខាងកោស្ថិតនៅលើថ្នមមួយខ្ពស់សង់ពីថ្មនៅផ្នែកខាងកើតនៅទួនបាត់កណ្ដាលមានទ្វារមួយបើចំហើយនឹងទ្វារ3ទៀតគឺជាទ្វារបរិច្ចាគនៅលើខាងដែលមានរូបចំណាក់ព្រះអានធំលើដំរីឯរាជវត្តប្រាសាទដែលមានរូបចំណាក់ដំរី4សងពីថ្មភ័ព្វបែបមុតចេញក្រោយស្ថិតនៅជ្រុងកៅទាំង4នៃខោជីទៅតំប្រាសាទសពថ្ងៃមានតែចំណែកដំរី2ទេដែលមានឈោចំណែកដំណែកចិនដាទាំង4គឺមានចំណែកតាមអង្គុយបីដែលមើលទៅពិតជាអស្ចារ្យសម្រាប់ថ្ងៃមានតែចម្លាក់តោមួយប៉ុណ្ណោះក្នុងចំណោមចម្លាក់តោទាំង8ដែលនៅទីតាំងដើមប្រាសាទដំរីមានបណ្ណាល័យ2សង2អត់មួយនិងនៅខាងជើងនិងមួយទៀតនៅខាងត្បូងមានបាត់មានប្លង់បាត់រងចតុកោណកែងហើយបែបបននៅខាងល្បិចខាងលិចជុំវិញដោយកំបែបថ្មបាយក្រៀមនិងច្រកចូលចំនួន2ច្រកពីអត់នៅខាងកើតនៅខាងលិចច្រកចូលខាងកើតមានសិលាចារិកនៅលើសុំទ្វាជាភាសាគឺភាសាសំក្រិតនិងភាសាខ្មែររៀបរាប់អំពីការតម្កល់សិវលឹងព្រះអសូរឈ្មោះថាត្រីភូនេស្វរៈនៅលើប្រាសាទប្រាង្គវេលហ៊ុនវេនេះមកទៅញ៉ាកវត្តកៃនេះគូវ៉ាន់អ្នកលេខគឺវេប្រាសាទដំរីនេះជារូបដំរីកណ្ដឹងពាក្យដៃកណ្ដឹងនេះគឺជាទិដ្ឋភាពប្រាសាទដំរីបាទប្រាសាទដំរីគឺមានផ្ទៃកន្លាធំជាងប្រាសាទជ្រុងនៅក្នុងបរិវេណប្រាសាទរបស់គេខណៈពេលដែលខឿនគឺសាងសង់ឡើងដោយថ្មបាយក្រៀមទាំងអស់ចឹងយើងឃើញមាន
ប្រាសាទតូចៗដែលធ្វើឡើងដោយថ្មឥដ្ឋដីឥដ្ឋបាទធ្វើឡើងពីឥដ្ឋអញ្ចឹងគឺត្រូវបានដួលរលំអស់ហើយដោយឡែកតួប៉មប្រាសាទដំរីបាទគឺនៅអញ្ចឹងនេះគឺជារូបដំរីបាទជារូបដំរីផ្លូវចូលគឺជារូបដំរីបាទនេះដំរីធ្លាក់មកនៅខាងក្រោមតាមពិតគឺឈរនៅខាងលើបន្តិចនៅកន្លែងដំរីចូលអ្នកតាំងហើយចន្ទាឡើងគឺឡំពណ៌ដោយតោរូបចម្លាក់តោហើយគណៈពេលដែរតាមជ្រុងនីមួយៗគឺជារូបដំរីបាទគឺជារូបដំរីអញ្ចឹងយើងមើលមួយជុំនៃប្រាសាទដំរីនេះនៅក្នុងបរិវេណខាងក្នុងនេះគឺជារូបដំរីដែលត្រូវបានបាក់បែកខូចដោយអាយុកាលហើយនេះគឺជាតោបាទរូបតោដែលធ្លាក់មកពីខាងលើនេះអញ្ចឹងគឺធ្លាក់មកខាងក្រោមគឺបាក់បែកអស់អូខេអញ្ចឹងនោះអញ្ចឹងយើងមើលប្រាសាទទាំងមូលចូលទៅខាងលើបន្តិចយើងឡើងទៅខាងលើបន្តិចដើម្បីយើងមើលបរិវេណនៅផ្ទៃខាងក្នុងគេចឹងត្រូវបានខូចខាតអស់នៅខាងក្នុងសុំគឺនៅរឹងមាំបាទអញ្ចឹងគឺយើងមើលប្រេះអស់ហើយដោយសារតែអាយុកាលនៃប្រាសាទនេះអញ្ចឹងយើងមើលនេះរូបដំរីហើយយើងមានមកដំរីមួយនេះទៀតគេចឹងដំរីគឺដួលរំខូចបាត់មួយខាងនៅសល់តែមួយខាងគឺបាក់អស់ដល់ដំរីនេះអញ្ចឹងនេះគឺជាកន្លែងដាក់សត្វតោចម្លាក់តោខណៈពេលដែលរូបនៅខាងនោះគឺជារូបដំរីអញ្ចឹងរូបដំរីដែលនៅឈរនៅខាងលើនេះគឺនៅសល់តែ2ទេបាទនៅសល់តែ2ទេនេះមួយហើយនឹងខាងនេះមួយទៀតនេះខ្ញុំនៅក្រោយហ្មងដំរីទាំងអស់មាន4ទេនេះរូបដំរីនេះគឺមានកណ្ដឹងនេះកណ្ដឹងគេនេះតែកណ្ដឹងគេនេះអានេះកណ្ដឹងនៅស្អាតហ្នឹងនោះបែកអស់អារូបចដាឡើងជារូបតោចលៈតោតែតាមជ្រុងរូបដំរីជ្រុងរូបដំរីហ្នឹងដំរីកណ្ដឹងដំរីចងកណ្ដឹងអញ្ចឹងនេះគឺជាកណ្ដឹងដំរីអស្ចារ្យមែនទែនពុព្វបុរសរបស់យើងគាត់បានសាងសង់រូបចម្លាក់នេះឡើងហើយទាំងអស់នេះមិនមែនជាការឡើងដោយសារតែការកើតឃើញគឺសុទ្ធតែទាក់ទងជាមួយនឹងជំនឿទាំងអស់អញ្ចឹងគ្រប់ប្រាសាទទាំងអស់ដែលសាងសង់ឡើងដោយពុព្វបុរសកម្មខ្មែររបស់យើងគឺសាងសង់ឡើងដោយសេចក្តីជំនឿដោយការឧទ្ទិសដល់ព្រះបាទអញ្ចឹងនោះគឺរូបដំរីនៅខាងក្រោមគឺបាក់រលំធ្លាក់ទៅប្រម៉ោយគេដំរីតោវេហ្នឹងអាជិញវេគេវេអ្នកមកទៅញ៉ាកវ៉ាត់កៃនៅគូវ៉ាន់នោះលេខជើងវេវាធ្វើជាមកខា ប្រាសាទដំរីនេះដំរីនេះជារូបដំរីនេះដំរីកណ្ដឹងពាក្យដៃកណ្ដឹង